មេរៀនទី1ចំនួនចំណុចលេខ3ការប្រៀបធៀបនិងរៀបលំដាប់ចំនួនកការប្រៀបធៀបឧទាហរណ៍តើចំនួន3,256,401 និង3,257,250 ណាមួយមានតម្លៃធំជាងដើម្បីប្រៀបធៀបចំនួនទាំងពីរនេះបានយើងត្រូវយកចំនួនទាំងពីរមកដាក់តាមខ្ទង់នៅក្នុងតារាងតម្លៃលេខចំនួនទី1 3ស្ថិតក្នុងលាន2ស្ថិតក្នុងសែន5ស្ថិតក្នុងម៉ឺន6ស្ថិតក្នុងពាន់4ស្ថិតក្នុងរយ0ស្ថិតក្នុង10 1ស្ថិតក្នុងរាយ3ស្ថិតក្នុងលាន2ស្ថិតក្នុងសែន5ស្ថិតក្នុងម៉ឺន7ស្ថិតក្នុងពាន់2ស្ថិតក្នុងរយ5ស្ថិតក្នុង10 0ស្ថិតក្នុងខ្ទង់រាយនៅពេលដែលដាក់តម្លៃលេខចូលទៅក្នុងតារាងរួចហើយយើងអាចប្រៀបធៀបបានហើយប្រៀបធៀបម្ដងមួយខ្ទង់ចាប់ពីខ្ទង់ដែលមានតម្លៃលេខធំជាងគេគឺចាប់ពីខ្ទង់លាន3ស្មើគ្នាខ្ទង់សែន2ស្មើគ្នាខ្ទង់ម៉ឺន5និង5ស្មើគ្នាខ្ទង់ពាន់6និង7បើសិនបើនៅខ្ទង់មួយហ្នឹងចំនួន2ហ្នឹងខុសគ្នាចឹងយើងត្រូវមើលថាតើចំនួនមួយណាធំជាងរវាង6និង7ចាប្រកាសជា7ធំជាងហើយអញ្ចឹងយើងត្រូវគូសសញ្ញាធំជាងបែរទៅរក7ចឹងយើងអាចសន្មត់បានថាចំនួនមួយណាធំជាងគឺចំនួន3,257,250ធំជាង3,256,401 ឬក៏យើងអាចសរសេរម្យ៉ាងទៀតថា3,256,401 តូចជាង3,257,250ចំណុចខនិយាយអំពីការរៀបលំដាប់ក្នុងការរៀបលំដាប់ចំនួនគេត្រូវប្រៀបធៀបចំនួនម្ដងពីរឧទាហរណ៍គេមានចំនួន2,511,571 2,538,505 2,533,260,3,895 ក្រៅពីអនុទាហរណ៍ហើយយើងអាចមើលឃើញថាចំនួនណាដែលមានតម្លៃលេខតូចជាងគេគឺ2,638,895តូចជាងគេយើងត្រូវយកចំនួនដែលតូចជាងគេនេះមកធៀបនឹងចំនួនបន្ទាប់តើវាតូចជាងចំនួនមួយណាគឺតូចជាងចំនួន2,511,571ហើយរវាងលេខ2,511,571ក៏វាតូចជាងចំនួន2,533,295ហើយ2,533,295តូចជាង2,533,505ពេលដែលយើងប្រៀបធៀបដឹងថាចំនួនណាតូចជាងគេយើងអាចរៀបលំដាប់ចំនួនពីតូចទៅធំយកចំនួនដែលតូចជាងគេយកមកដាក់មុនគេគឺ2,638,895ចំនួនបន្ទាប់ទៀតគឺ2,511,571បន្តមកទៀតគឺ2,533,295និងធំជាងគេបង្អស់គឺ2,533,505ហើយបើសិនជាយើងសេលំដាប់ពីធំទៅតូចវិញគ្រាន់តែបញ្ច្រាស់យកចំនួនដែលធំរាប់ពីតូចទៅធំយកមកដាក់មុនគេតបមកដាក់បន្ទាប់ទៀតហើយនឹងចុងក្រោយចម្លើយទំព័រទី3 1ប្រៀបធៀបចំនួនខាងក្រោមក5,420,350និង4,520,265ដើម្បីប្រៀបធៀបចំនួននេះបានតទៅធៀបពីខ្ទង់ដែលមានតម្លៃធំជាងគេអញ្ចឹងចាប់ពីខ្ទង់លាន5ខាងនេះក៏ខ្ទង់លានដែរតែ4អញ្ចឹងបើ5ប្រកាសជាធំជាង4ហើយអញ្ចឹងគូសសញ្ញាបែរមុខទៅរកខាងលេខ5ខ7,963,250និង7,959,870ចឹងដូចគ្នាដែរត្រូវប្រៀបធៀបម្ដងមកខ្ទង់ចាប់ពីខ្ទង់ធំជាងគេចឹង7នេះខ្ទង់លានដូចគ្នា9នៅខ្ទង់សែនដូចគ្នា
6 នៅក្នុង10000 ខាងនេះ 5 នៅក្នុង10000 ដែរ អញ្ចឹងបើ 6 ធំជាង គូសញ្ញាបែរមុខទៅខាងនោះ 2. រៀបលំដាប់ចំនួនខាងក្រោម អញ្ចឹងមានចំនួន 4 ឲ្យរៀបលំដាប់ 3,303,003 3,300,033 3,033,003 3,300,303 លំដាប់ពីតូចទៅធំ អញ្ចឹងចំនួនមួយណាដែលតូចជាងគេយើងត្រូវដាក់មុនគេ ដោយសារលេខនេះមាន 3 ច្រើន អញ្ចឹងអាចងាយភាន់ច្រឡំ យើងអាចប្រៀបធៀបនៅសរុបបើខ្ទង់លាននេះ 3 នេះ 3 នេះក៏ 3 នេះក៏ 3 3លានដូចគ្នា អញ្ចឹងស្មើគ្នា តមកទៅប្រៀបធៀបខ្ទង់សែន 3 នេះ 3 សែនដែរ នេះក៏ 3 សែន ប៉ុន្តែត្រង់នេះគឺ 0 អញ្ចឹងមានន័យថាចំនួននៅនេះតូចជាងគេ 3 លាន 033,003 តមកទៅប្រៀបធៀបតទៀតនេះ 3 ដូចគ្នាហើយខ្ទង់10000 0 0 0 ដូចគ្នាខ្ទង់1000 3 0 0 ចឹងយើងអាចដកចំនួននេះបានចំនួននេះប្រហែលជាធំជាងគេព្រោះវាមានលេខ 3 នៅខ្ទង់1000 តើប្រៀបធៀបដល់ខ្ទង់100 3 ចឹងនេះ 0 ចឹងមានន័យថានេះតូចបន្ទាប់គឺ 3 លាន 300,033 តមកទៀតគឺ 3 លាន 300,303 និងចុងក្រោយគេគឺ 3 លាន 303,003 ចំពោះការរៀបលំដាប់ពីធំទៅតូចអត់បាក់ប្រៀបធៀបនឹងទៀតទេគឺយើងមើលពីតូចទៅធំយកចំនួនដែលធំនេះយកមកដាក់មុនវិញម្ដងគឺ 3 លាន 303,003 តមកគឺចំនួននេះគឺ 3 លាន 300,000,303 បន្តមកទៀតគឺ 3 លាន 300,033 និងចុងក្រោយគឺ 3 លាន 033,003